នេះគឺជាវីដេអូការថ្ងៃទៅវត្តរដូវបុណ្យភ្ជុំហ្នឹងបុណ្យភ្ជុំតាំងពីថ្ងៃ1រោចដល់ថ្ងៃ14រោចដែលមានរយៈកាល14ថ្ងៃហ្នឹងគឺមិនទាន់ទៅបានមកវត្តទេអញ្ចឹងខ្ញុំទៅមិនបានទៅមុនថ្ងៃឆ្លងមួយថ្ងៃមកវត្តហ្នឹងឯងហើយមនុស្សជិះឡានទៅច្រើនពេកជិះអត់អស់ក៏ខ្ញុំជិះម៉ូតូទៅបន្ថែមទៀតទៅហើយហ្នឹងគឺជាលើកទី1ដែរដែលបានទៅធ្វើបុណ្យជាមួយក្រុមគ្រួសារទៅប្រុសដែលគាត់មកលេងម៉ែឪគាត់សារៈដេកនៅនឹងមកយប់ព្រឹកឡើងក៏ប្រមូលគ្នាទៅវត្តនេះចិត្តផ្ទះហ្នឹងដែលមានចម្ងាយជាងតែ1គីឡូដីទេពីផ្ទះពេលទៅដល់វត្តដំបងឡើយយើងយកបាយស្រាក់ម្ហូបអាហារស្រាដក់ក៏ដូចជាទឹកហ្នឹងនឹងប្រគេនបច្ច័យបន្តិចបន្តួចទៅដល់ព្រះសង្ឃដើម្បីព្រះសង្ឃសូត្រឧទ្ទិសកុសលក៏ដូចជាយើងឧទ្ទិសទៅដល់ញាតិកា7សន្តានដែលបាក់បែកចែកឋានទៅបន្ទាប់មកក៏យើងយកបាយស្រាក់ម្ហូបហ្នឹងទៅបកគលទៅឲ្យយាយដែលគាត់រៀបចំម្ហូបអាហារទៅតាមដាច់ដោយឡែកផ្សេងពីគ្នាហើយបន្ទាប់មកក៏យើងយកបាយខ្លះហ្នឹងមករាប់បាតហើយបន្ទាប់ពីរាប់បាតទៅក៏យើងអាចអុជធូបក៏ដូចជាមកចូលបុណ្យនៅខាងក្រៅនឹងបានអានេះជាការរៀបរាប់ចំណេះដឹងបន្តិចបន្តួចសម្រាប់បងប្អូនដែលមិនសូវទៅវត្តធ្វើបុណ្យដូចខ្ញុំអានេះខ្ញុំទើបមិនដឹងដែរទើបបញ្ចែកចម្លែកទៅតែរបៀបរបបហ្នឹងវាអាចខុសគ្នាទៅតាមវត្តខ្លះគឺមានច្រើនដំណាក់កាលផ្សេងទៀតតែប៉ុន្តែព្រោះវត្តនេះគឺមានអីច្រើនទេនេះមានកន្លែងពូនភ្នំខ្សាច់មួយដែរតែវត្តផ្សេងទៀតខ្លះគេមានឆ្នាំទាំង12គេដាក់បច្ច័យមានបច្ច័យកសាងស្អីស្អុកច្រើនទេនិយាយទៅគឺការអាប់ដេតទៅតាមកម្មវិធីរបស់វត្តហ្នឹងខុសគ្នាប៉ុន្តែឆ្នាំហ្នឹងមនុស្សមកវត្តតិចបើប្រៀបធៀបនឹងឆ្នាំមុនឡានមកពីឆ្ងាយអីមានតិចផ្លូវមិនជាមេឃភ្លៀងល្អិលទេគ្រាន់តែវារៀងអាលែកអញ្ចឹងតែវត្តនៅចុងកាត់មាត់ញោកដល់ពេលអញ្ចឹងបើប្រៀបធៀបនឹងឆ្នាំមុនមនុស្សច្រើនជាងមិនដឹងថាមកពីមូលហេតុអីដែរហើយឲ្យតែមកវត្តក្មេងៗក្មួយតែងតែចង់មកតាមហើយនេះជាមូលហេតុគឺចង់មកលោតពោនឹងឯងហើយឆ្នាំនេះជុំគ្នាក្មេងៗច្រើនផងកូនទៅក្រឹង2កូនទៅប្រុសកូនងឡែនអីនៅចាំភូមិមកលោតពងមិនស្វាងបងប្បូរទៅផ្ទះក៏អត់ចង់ទៅផ្ទះដែរនៅតែលោតពងទៅហ្នឹងហើយបន្ទាប់ពីដាក់បាតថ្វាយបង្គំព្រះពូនភ្នំខ្សាច់ចូលបុណ្យហើយហ្នឹងគឺនាំគ្នាថតរូបលេងមកវត្តបើអត់បានថតរូបទេគឺអត់អស់ចិត្តទេខំធ្វើខ្លួនស្លៀកពាក់កៅអៅប៉ាក់បុរាណខំតែងខ្លួនលាបក្រែមម្សៅឲ្យស្អាតបើសិនជាមិនបានថតទេដូចជាមិនសមយូរមួយឆ្នាំមកវត្តបានម្ដងអញ្ចឹងបើមិនថតទេគេមិនឃើញហើយចំពោះការទៅវត្តធ្វើបុណ្យហ្នឹងគឺមានគុណសម្បត្តិច្រើនហើយគុណប្រយោជន៍ទី1ហ្នឹងគឺការជួបជាមួយអ្នកភូមិដែលយើងខានជួបគ្នាម្នាក់រវល់រៀងខ្លួនទៅតែចំការឬក៏អ្នកខ្លះទៅធ្វើការឆ្ងាយមិនសូវបានជួបមុខគ្នាផ្ទាល់ទេអញ្ចឹងពេលទៅវត្តទៅបានសួរសុខទុក្ខគ្នាបានសួរពីទិន្នផលការធ្វើជាការធ្វើស្រែហ្នឹងក៏ដូចជាសំណេះសំណាលគ្នាសើចលេងខានជួបគ្នាយូរម្នាក់ភាគច្រើនឥឡូវអត់សូវបានទៅលេងគ្នាទេហើយណាមួយម្នាក់មើលទៅទូរស័ព្ទអញ្ចឹងសូវបានហើយគុណសម្បត្តិទី2ហ្នឹងគឺធ្វើឲ្យយើងមានជំនឿជឿជាក់ក៏ដូចជាសេចក្តីសប្បុរសនៃការធ្វើបុណ្យទានឲ្យចិត្តជ្រះថ្លាក៏ដូចជាការបួងសួងប្រាថ្នាសុំសេចក្តីសុខសេចក្តីចម្រើនក៏ដូចជាការឧទ្ទិសកុសលទៅដល់ញាតិកាបងប្អូនដែលបាក់បែកចែកឋានហ្នឹងហើយអ្នកខ្លះទៀតក៏បួងសួងសុំដល់គូព្រេងអីចឹងហើយគុណសម្បត្តិទី3ហ្នឹងគឺបានពាក់កៅអៅប្រពៃណីដើម្បីធ្វើខ្លួនប្រអួតទៅដល់អ្នកភូមិក៏ដូចជាការថតរូបលេងដាក់ TikTok Facebook ដើម្បីឲ្យគេចុច like share ឲ្យមេដៃហ្នឹងតាក់ទាញចំណាប់អារម្មណ៍បងប្អូនហើយមិននិយាយវែងឆ្ងាយហ្នឹងគឺជាឧទាហរណ៍ជាក់ស្ដែងដូចបងប្អូនបានឃើញមកវត្តម្ដងហ្នឹងម៉ែរូបភាពដល់ហើយឡើងពេញទូរស័ព្ទមានទាំងរូបភាពមានទាំងវីដេអូផ្សេងទៀតខំថតកាច់រឹកកាច់រៀងផងអីផងនៅតែបងប្អូនតែឃើញអត់ស្អាតទៀតវីដេអូទៅវត្តមកភ្ជុំហ្នឹងគឺមានតែប៉ុណ្្នឹងឯងដោយសារតែអត់សូវមាន view ខ្ជិលដាក់កាច់កងច្រើនរូបភាពមានប្រមាណដាក់មកទាំងអស់វីដេអូមានប្រមាណដាក់ទៅប៉ុណ្្នឹងនិយាយក៏ខ្ជិលកាច់តុងច្រើនដែរបាយជំរាបលា